ngày nay nhung mong vậy vìចំណុចមួយដែលសំខាន់ហើយខ្ញុំឃើញភាគច្រើនគាត់ច្រឡំហើយគាត់រំលងកន្លែងហ្នឹងហើយធ្វើឲ្យគាត់ភ័ន្តច្រឡំអ្នកខ្លះគាត់ចេះមើលលំហគាត់ចេះមើល key zone ណាប៉ុន្តែដោយសារគាត់ច្រឡំកន្លែងហ្នឹងគាត់វល់កន្លែងហ្នឹងគាត់ធ្វើឲ្យការមើលលំហគាត់ខុសធ្វើឲ្យការចាប់ key zone គាត់ខុសទៅតាមនឹងដូចគ្នាអញ្ចឹងអានេះខ្ញុំចែកម្លែកគឺជាការមើលរែងហ្នឹងមានថាការមើលរែងជាងអញ្ចឹងទៅអញ្ចឹងយើងភាគច្រើនអ្នកដែលគាត់រៀនយូរតិចគាត់ស្គាល់ហើយណាលំហ high low អញ្ចឹងទៅដែលគេនិយាយលេងសើចគេត្រូលហ្នឹងណា high low អញ្ចឹងទៅគេយើងដឹងលំហ up លំហ down អញ្ចឹងទៅណាលំហ up លំហ down ប៉ុន្តែពេលខ្លះគាត់អត់យល់មិនមែនអត់យល់ទេគាត់អត់ចេះចាប់រែងមានន័យថាពេលខ្លះផ្សាររែងជាងគាត់អត់បានចាប់អារម្មណ៍កន្លែងហ្នឹងណាគាត់អត់បានចាប់អារម្មណ៍កន្លែងហ្នឹងអញ្ចឹងគាត់ព្យាយាមរកលំហនៅក្នុងអាផ្សាររែងជាងហ្នឹងអញ្ចឹងនៅពេលដែលរកលំហផ្សាររែងជាង key zone វាអត់ត្រូវទៅតាមហ្នឹងអញ្ចឹងដូចធម្មតាយើងរកលំហឃើញសិនបានយើងរក key zone ត្រូវណា key zone ត្រូវដឹងស្របដឹងបញ្ជាក់ណាដូចអានេះលំហ up អញ្ចឹងយើងឃើញ key zone ឡើងហ្នឹងកន្លែងនេះជា key zone ស្របលំហអញ្ចឹងយើងព្យាយាមរក key zone ស្របលំហគឺវាល្អភាគច្រើនវាទៅតាមលំហណាប៉ុន្តែពេលខ្លះយើងអត់ចេះចាប់រែងឧទាហរណ៍ដូចផ្សារឡើងចុះចន្លោះហ្នឹងឡើងចុះអញ្ចឹងទៅពេលខ្លះវាមានកូនលំហមួយនៅក្នុងហ្នឹងអញ្ចឹងទៅអញ្ចឹងធ្វើឲ្យគាត់ហ្នឹងអត់ដឹងគាត់ទៅចាប់លំហក្នុងហ្នឹងអញ្ចឹងការកំណត់រែងយើងអាចគូរែងហ្នឹងដោយដឹងថានៅពេលដែលវាជ្រុំច្រើនតង់នៅកន្លែងហ្នឹងគឺជាកន្លែងរែងជាងអញ្ចឹងយើងកំណត់វាអូខេបើសិនជាផ្សារនៅក្នុងហ្នឹងយើងគួរតែកុំអាចចាប់លំហកុំអាចចាប់ key zone ណារងចាំឲ្យវាបែកទៅលើក៏បាន pull back យើងបាយណា pull back យើងបាយអញ្ចឹងទៅហើយបើសិនជាយើងចង់ចាប់ចាំទៅក្រោមឲ្យវា break ទៅក្រោម pull back អានឹងចាំយើងបាយណាអញ្ចឹងអានឹងជាការកំណត់រែងហើយមេរៀនហ្នឹងតាមពិតខ្ញុំ share តែមួយកូនសិស្សហើយប៉ុន្តែខ្ញុំឃើញគេចាប់រែងខុសច្រើនពេកខ្ញុំចង់ចែកម្លែកកន្លែងហ្នឹងទៅណាអញ្ចឹងការកំណត់រែងហ្នឹងគឺសំខាន់មែនតើបើយើងអត់កំណត់រែងហ្នឹងបានទេយើងពិបាកហើយយើងចាប់ខលរហូតដូចកន្លែងចេះអញ្ចឹងយើងឃើញវាជ្រុំច្រើនអញ្ចឹងយើងគូរែងមកគូរែងហ្នឹងមានគូលើមួយក្រោមមួយហើយគូកន្លែងណាយើងគូកន្លែងណាដែលប៉ះច្រើនជាងគេគូកន្លែងណាដែលប៉ះច្រើនជាងគេណាដែលប៉ះច្រើនជាងគេយើងគូកន្លែងហ្នឹងមកហើយគូធម្មតាឌី close មកធម្មតាឌី close កន្លែងណាយើងយកកន្លែងហ្នឹងមកណាយើងកំណត់រែងអញ្ចឹងបើវា break ទៅលើណា break ទៅលើគួរទៅ break ទៅក្រោមគួរទៅយើងចាំបាយតាមលំហហ្នឹងអញ្ចឹងបើវា break មកក្រោមនេះ pull back យើងរកការ sell ណា pull back យើងរកការ sell អញ្ចឹងកន្លែងនេះកំណត់រែងនេះកំណត់រែងអញ្ចឹងយើងអត់ដឹងថាវានឹងបន្តទៅលើទៅក្រោមហើយយើងអត់ដឹងទេតែបើវាបែកទៅខាងណាចាំវា pull back គឺយើងរកឱកាសចូលទៅតាមហ្នឹងណាតែគ្រាន់មិនមែនគ្រាន់តែវា break ហើយយើងបាយភ្លាមទេណាដូចកន្លែងនេះ break pull back យើងបាយយើងត្រូវមើល confirm ម្ដងទៀតដោយសារ range ខ្លះវាអត់ត្រូវណា range ខ្លះវាជា stop ហាំដូចកន្លែងនេះយើងឃើញវា break បើ break pull back យើងបាយភ្លាមឬក៏យើងគ្រាន់តែ break ភ្លាមបាយភ្លាមយើងខុសបាត់ហើយយើងឃើញវាអត់ត្រូវទេវាត្រូវការ confirm រហូតណាត្រូវការ confirm ហើយមាន confirm ក៏វាមិនប្រកបថាត្រូវដែរតោះណាមាន confirm វាក៏វាអត់ប្រកបថាត្រូវដែរតែគ្រាន់តែវាជួយបង្កើន accuracy បង្កើនភាពត្រូវយើងឲ្យបានច្រើនជាងមុនហើយវាកាត់បន្ថយការខុសប៉ុណ្្នឹងហើយវាអត់ត្រូវរហូតទេណាវាអត់មានអី perfect ទេនៅក្នុងផ្សារនេះវាត្រូវការវិន័យណាត្រូវការ rule អញ្ចឹង rule ដូចអ្វីដែលយើងនិយាយអ្នកខ្លះគាត់សួរ rule ជាអីបង rule ជាវិន័យរបស់យើងហ្នឹងឯងណាដូចខ្ញុំអញ្ចឹងគឺដូចខ្ញុំតែងតែនិយាយទីមួយខ្ញុំមើលលំហក្នុង time frame ធំហើយ key zone time frame ធំខ្ញុំរកឃើញហើយ key zone តាណាហើយខ្ញុំគ្រាន់តែរងចាំផ្សារដល់ហ្នឹងមាន confirm ខ្ញុំចូលអត់ confirm អត់ចូលណាជួនកាលយើងចាំខ្ញុំ swing ណាខ្ញុំ swing ពេលខ្លះវារៀង drama តិចវារៀងយូរជួនកាលវា break ហើយយើងចាំឡើង2អាទិត្យអីគ្រាន់តែមកដល់អត់មាន confirm វាទៅបាត់វាមានអញ្ចឹងណាក្នុង trade វាមានអញ្ចឹងប៉ុន្តែអ្នកដែលគាត់ trade ខ្លីៗគាត់ជួបដូចគ្នាប៉ុន្តែឱកាសគាត់មកក៏ច្រើនទៅក៏ច្រើនដូចគ្នាណាតែក៏ត្រូវការចំណាយពេលឲ្យគាត់មើលឲ្យយូរដែរមានន័យថាបើគាត់ trade time frame 1ម៉ោងហើយរក confirm ក្នុង time frame 5នាទីមានន័យថាគាត់ត្រូវតែមួយថ្ងៃហ្នឹងគាត់ចូលពិនិត្យផ្សារហ្នឹងឲ្យបានញឹកតិចប៉ុន្តែសម្រាប់ខ្ញុំអត់សូវអីណាសម្រាប់ខ្ញុំអត់សូវអី swing វាមកម្ដងមួយថ្ងៃខ្ញុំមើលតែ3ដងកន្លែងហ្នឹងក៏បានដែរណាមាន confirm មិនយើងចូល
mình miên confirm hỏi dương cho ở toán này phía rồi chớn cứ ọt nghề trade swing phía chớn bờ miên confirm cứ dương màn trầu rồi sao về đài dư hay tổng ròm tới đó TP nó ngồi viền dù đôi khi nó khó khăn chân dân dòng này PL tích không ra mười sáng bên đây gồm với thời cả ọt một chủ này vì là áp xa đó TP là hơi cho hơi làng hơi cho cứ về nơi xàm là ngày chẳng nè đại có mấy trade swing như điên của bạn tôi chặt lại năng tị bên đây bữa có scalping là năng sủa nè bấp mà plate ăn nghề nè bị chấn đo target bên đấy đo target thử ở con nó check mới lại nhắc ra chun cá miên lồng hô miên khi sổ có chắp sân mình toán không còn lại là bộ rồi chẳng ta hay confirm của việc cả lườn được nè bia rút một là mối bên đây tham frame khó nhé môi tham frame thống dừng ảnh miên p về nhẹ bàn chớn bàn chạy bàn chớn tham frame tối cả đôi khi rụp hiệp đôi khi mình tại vì cả không về lườn nè chẳng chun cá miền ở cả máu hói cứ dừng bạn đôi khi bạn đôi khi chẳng vì thạ phải giáo cứ miền riêng luôn vì ọt miền mùi na là ở trên mùi na tê nè bây giờ trong miền p tần này chớn nè cứ dừng vô swing tới bây giờ trong bàn châu xa nhất cứ dừng mơ tham frame tôi tới scalping đó là bàn châu xa nhất cái té thơ mấy I follow rule được nè I follow rule được nè anh đang ngư miền đập anh học quân